បើក្បាលម៉ាស៊ីនពីលើឈប់ខ្មែរខាងក្រោមជាពិសេសក្មេងសម័យ Generation Z នឹងคล้ายទៅជាខ្មែរនៅក្នុងយុគសម័យមាសខ្មែរនៅក្នុងយុគសម័យមាសឥឡូវកើតឈួតអីប្រហែលថ្ងៃហ្នឹងកំពុងតែឈួតនឹងចៅវេប្រគុណអូយអញមិនដែលឃើញមនុស្សណាទៅឈួតនឹងចៅវេប្រគុណសាលាក្រុងភ្នំពេញធ្វើប្រគុណអាចនិងប្រគុណនោមណាឈួតរហូតដល់ដាក់ឈ្មោះប្រគុណអាចប្រគុណនោមដែកជោចុយម៉ាមិនដឹងទេគេធ្វើប្រគុណគេធ្វើប្រគុណគេធ្វើប្រគុណនៅណាទេប្រគុណនៅណាទេគេដាក់ប្រគុណគេដាក់ឈ្មោះដែកជោណាគេដាក់ប្រគុណដែកជោហើយអាជំនាញស្ថាបត្យករខ្មែរនាំគ្នាឆ្លោះគ្នារឿងជាវេអាចវ៉ាអ៊ំទូកនេះមិនព្រមខំប្រឹងផលិតដើម្បីអ៊ំទូកទៅមុខទេ